គឺមានតែការព័ត៌មានដែលជម្រាបជូនមានដូចតទៅទី1គឺលោកកម្មសខាត្រូវបានដោះលែងដោយជាប់លក្ខខណ្ឌសម្លេងបែកធ្លាយទម្លាយសារព្រមានដ៏គ្មានប្រសិទ្ធភាពរបៀបយកសំទោសរបៀបវាយស្មៅបង្អើលពោះរឿងបង្ក្រាបអ្នកកាងពួកឆបបោកអនឡាញទាហានថៃបាញ់ថែម8គ្រាប់ទៀតនៅយប់ថ្ងៃទី24ខែឧសភានៅភ្នំទ្របនិងភ្នំសំបុកឃុំភ្នាក់ងារ FBI សហរដ្ឋអាមេរិកបាត់មជ្ឈមណ្ឌលទូរស័ព្ទនៅឥណ្ឌាដែលឆបបោកចាស់ៗនៅអាមេរិកនិងស្របព្រឹត្តិការណ៍ប្រចាំថ្ងៃនេះចំណងជើងព័ត៌មាននឹងខ្លីបន្តិចបងប្អូនប៉ុន្តែវាអត់មានពេលសរសេរចំណងជើងឲ្យទាន់ណាកុំអី3ចង្អាមតែដោយសារតែពេលវេលាវាខើចណាស់ទៅហើយអញ្ចឹងដាក់ចំណងជើងប៉ុណ្ណឹងឲ្យសម្បកស្រាយតាមលំដាប់លំដោយតាមការគួរឥឡូវរឿងទី1បាទលោកកម្មសខាត្រូវបានលើកលែងទោសដោយជាប់លក្ខខណ្ឌនេះគឺជារឿងមួយដែលគួរឲ្យសាទរមែនតើហើយខ្ញុំក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់ការផ្សះផ្សាជាតិស្រឡាញ់សាមគ្គីជាតិខ្មែរមហាគ្រួសារខ្មែរស្រឡាញ់ការអត់ឱនស្រឡាញ់ការអនុគ្រោះស្រឡាញ់ការមានគុណធម៌សិលធម៌មិនយកខ្មែរណាជាសត្រូវយើងដកដំណោះស្រាយអ្វីក៏ដោយគឺអ្នកនយោបាយត្រូវដោះតាមផ្លូវនយោបាយខ្ញុំពិតជាសាទរត្រេកអររីករាយហើយស្វាគមន៍ការដែលលើកលែងទោសលោកកម្មសខាបើទោះជាជាប់លក្ខខណ្ឌយ៉ាងណាក៏ដោយខ្ញុំនឹងបញ្យល់ថាលក្ខខណ្ឌអីខ្លះដែលនៅជាប់នេះហើយតែម្ដងទៀតបងប្អូនខ្ញុំសប្បាយចិត្តគ្រាន់តែឮសូរគេលើកលែងទោសលោកកម្មសខាភ្លាមមានបងប្អូនទេមកភ្លាមមិនមែនបងប្អូនបង្កើតខ្ញុំទេគឺបងប្អូនហ្វេនកាប់មករបស់ខ្ញុំហ្នឹងសួរថាកៅកៅសក់បងប្អូនតែពិតគាត់សរសេរគាត់ផ្ញើសារមកខ្ញុំកាលមុនកៅសក់ឥឡូវគេដោះលែងលោកកម្មសខាឯងកាលមុនបានសិតតែហ៊ានភ្នាល់ថាបើគេដោះលែងលោកកម្មសខាហ្នឹងកៅសក់អីចឹងឯងហើយខ្ញុំក៏បានបញ្យល់ទៅវិញថាខ្ញុំពិតជារីករាយសក់ខ្ញុំគ្មានតម្លៃស្មើរួមជើងលោកកម្មសខាទេពីវីរភាពរបស់លោកនោះបើខ្ញុំកៅសក់អស់ពីក្បាលហើយដើម្បីឲ្យលោកកម្មសខាមានសេរីភាពធ្វើនយោបាយពេញទំហឹងដូចដើមវិញហើយសងសំណងការខូចខាតសពបែបយ៉ាងដែលធ្វើទុកបុកម្នេញដាក់គុកគាត់10ឆ្នាំ10ឆ្នាំដែលធ្វើឲ្យជាតិសាសន៍នេះបែកបាក់ធ្វើឲ្យប្រទេសនេះខាតបង់បាក់បែកមុខមាត់ជាតិធ្វើឲ្យសេដ្ឋកិច្ចខ្មែរនឹងក៏រងផលប៉ះពាល់តាក់ទងនឹងរឿងនយោបាយកុំថាឡើយដល់កៅសក់គឺថាខ្ញុំសឹងថាឈប់និយាយរឿងនយោបាយនេះខ្ញុំទៅលក់ចេកជៀនចេកអាំងអីក៏បានដែរដើម្បីឲ្យអស់លោកនឹងថឹងសប្បាយចិត្តទៅព្រោះអីគាត់មិនសូវនិយាយអីចឹងមិនឈឺសគាជាអីចឹងអាហ្នឹងក៏ធ្វើតែបានក៏ប៉ុន្តែមិនមែនចឹងទេបងប្អូនគាត់ថាកៅសក់ទៅព្រោះអីយើងភ្នាល់អីចឹងឥឡូវគេដោះលែងលោកកម្មសខាទៅហើយរួចទៅម្យ៉ាងទៀតថាកុំឲ្យក្រុមគណៈបកប្រជាជនកម្ពុជាគេមករិះគន់យើងថានិយាយបានតែនិយាយក្បត់ពាក្យសម្បត្តិឬក៏ភ្នាល់ខ្លួនឯងបងប្អូនខ្ញុំមិនទៅឈឺក្បាលបាក់ណាមករករឿងខ្ញុំអីទេគោលដៅបេះដូងរបស់ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលមានការផ្សះផ្សាជាតិមានការបង្រួបបង្រួមជាតិព្រោះអានេះជាគោលបំណងធំបំផុតរបស់ខ្ញុំបងឯងលៀងមាត់ខ្ញុំមិនមែនទៅស្អំឲ្យបងប្អូនប្រជាពលរដ្ឋការជំងឺទឹកនោមផ្អែមទេគឺដើម្បីឲ្យជាតិនេះមានការផ្សះផ្សាគ្នាដើម្បីប្រយោជន៍ជាតិយើងទាំង18លាននាក់ហើយដើម្បីឲ្យមុខមាត់ជាតិយើងហ្នឹងគឺវាល្អលើឆាកអន្តរជាតិសេដ្ឋកិច្ចក៏ល្អមានមិត្តភ័ក្តិបរទេសគេជួយជ្រោមជ្រែងយើងដើម្បីជីវភាពសេដ្ឋកិច្ចកម្មករពលករកសិករគឺបានកម្រៃបានផលអាស្រ័យផលកុំឲ្យងើបមួយវាយមួយកុំឲ្យធ្វើទុកបុកម្នេញគ្នាឲ្យជាតិសាសន៍នេះកុំឲ្យពាក់មុខយ៉ាក់ដាក់គ្នាស្អប់គ្នាដោយសារតែគ្រាន់តែប្រកាន់នឹងការនយោបាយខុសគ្នានេះជាបំណងរបស់ខ្ញុំថាបើបានចឹងដូចចិត្តដូចគិតមែនខ្ញុំមិនដឹងជាត្រូវឆ្នោតប្រមាណ100លានដុល្លារទេដូចថាវាអន់ណាក៏ប៉ុន្តែអ្វីៗដែលកើតឡើងមកនេះគឺវានៅមានបាំងពពកច្រើនណាស់នៅក្នុងផែនពោធិសធាដ៏ស្រអាប់នៃផែនដីខ្មែររបស់យើងនេះហើយបងប្អូនកុំអានជ្រុលកញ្ជ្រោលអហួសហេតុហួសខ្នាតពេកយើងត្រូវមើលអំពីទឹកខ្យល់នយោបាយផងខ្ញុំពិតជាលើកទឹកចិត្តឲ្យសាទរក៏គិតថាថ្នាក់ដឹកនាំកម្ពុជាដែលមានលោកហ៊ុនម៉ាណែតដឹកនាំនេះហើយជាមនុស្សជំនាន់ក្រោយនេះហាក់បីដូចជាមានយន្តការមួយប្លែកដែរដែលធ្វើឲ្យមានការប្រែពណ៌បន្តិចដែរបើសិនជាគេថាអីថាទៅក៏ប៉ុន្តែយើងចាប់ដើមធ្វើឲ្យត្រូវទៅខ្ញុំជឿថាប្រជាពលរដ្ឋនឹងសាទរហើយខ្ញុំមិនសាទរខ្ញុំអត់មានទទួលម្នេញអីក្នុងការមិនសាទរទេខ្ញុំរីករាយខ្ញុំសប្បាយខ្ញុំពេញចិត្តដើម្បីឲ្យមានការផ្សះផ្សាជាតិនឹងអានេះគឺជាបំណងធំរបស់ខ្ញុំទេហើយកុំមកចាញ់ចោលខ្ញុំរឿងកៅសក់មិនកៅសក់អីទេសក់របស់ខ្ញុំបើសិនជាកៅរឿងករណីលោកកម្មសខានេះខ្ញុំកៅបានតែ3សរសៃកន្លែងណានោះទេព្រោះលោកកម្មសខាអត់មានសេរីភាពទេបងប្អូនណាឥឡូវខ្ញុំជម្រាបជូនបងប្អូនខ្ញុំចង់ឲ្យគាត់បានចេញផុតពីពន្ធនាគារគឺនិយាយទៅគឺអត់មានលក្ខខណ្ឌអីទាំងអស់លោកកម្មសខាអត់មានខុសអីទាំងអស់ដូច្នេះការដែលគាត់រួចពីពន្ធនាគារឬក៏រួចអីគឺគាត់ត្រូវរួចទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេត្រូវសងសំណងជំងឺចិត្តប៉ុន្តែបើនិយាយដល់ថ្នាក់សងជំងឺចិត្តហ្នឹងតាំងទៀតហើយគេឲ្យបន្តិចតាំងរហថែមទៀតហើយបាទឥឡូវចាំខ្ញុំបញ្យល់បាទថ្ងៃនេះអ្វីដែលខ្ញុំគិតថាជាសេចក្តីរីករាយហើយសប្បាយសាទរគឺដោយសារតែបើកភ្នែកឡើងគឺឃើញបងប្អូនផ្ញើសារចូលក្នុង inbox ខ្ញុំឡើងស្រោច fan របស់ខ្ញុំខ្លាចតែលោកខ្ញុំមិនបានឃើញសារដែលជាប្រជាក្រិតផងបាទដែលត្រាស់បង្គាប់ឲ្យលើកលែងទោសទណ្ឌិតកម្មសុខាភេទប្រុសកើតឆ្នាំ1953ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំតាមអំណាចសាលដីកាព្រំទាន់លេខ790ចុះថ្ងៃទី30ខែមេសាឆ្នាំ2026របស់សាលាធរក្រុងភ្នំពេញការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយនិងសូមឲ្យសម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាត្រូវទទួលបន្ទុកអនុវត្តប្រជាក្រិតនេះចាប់ពីថ្ងៃឡាយប្រហោះលេខានេះទៅបាទតាមពិតប្រជាក្រិតនេះតាមពិតគួរតែចុះឬក៏ឡាយប្រហោះលេខាដោយព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីក៏ប៉ុន្តែព្រះបាទបរមនាថនរោត្តមសីហមុនីលោកមានប្រជញ្ញដែលកំពុងតែសម្រាប់ព្យាបាលពរិជ្ជរោគរបស់លោកនៅឯមន្ទីរពេទ្យនៅទីក្រុងប៉េកាំងមិនអាចទាន់យាងត្រឡប់មកប្រទេសកម្ពុជាឡើយទេហើយបើតាមច្បាប់គឺនៅពេលដែលព្រះមហាក្សត្រលោកពុំមានពរិជ្ជវត្តមាននៅក្នុងប្រទេសបែបនេះគឺប្រធានព្រឹទ្ធសភាតែទីនេះគឺលោកហ៊ុនសែនត្រូវក្លាយទៅជាប្រមុខរដ្ឋស្ដីទីបានន័យថាជាអ្នកកាន់ការជំនួសឲ្យរដ្ឋាភិបាលទាំងមូលបើទោះបីជានៅនាយករដ្ឋមន្ត្រីក៏ដោយប៉ុន្តែគេចងច្បាប់មកដើម្បីឲ្យលោកហ៊ុនសែននៅតែមានអំណាចធំលើសគេបន្ទាប់ពីព្រះមហាក្សត្រដដែលទេហើយការដែលធ្វើបែបនេះគឺមិនមែនជារឿងដែលសម័យចៃដន្យអីស្រាប់ធ្លាក់ក្តុកមកហេតុអីបានលោកហ៊ុនសែនធ្វើប្រធានព្រឹទ្ធសភាទេមិនមែនទេគឺជាការរៀបចំមកតាមឆាកនយោបាយថាលោកហ៊ុនសែននៅតែជាអ្នកដឹកនាំប្រទេសដដែលហើយលោកហ៊ុនម៉ាណែតគ្រាន់តែជាអាយ៉ងដែលជាការកំដរឆាកអីដដែលទេអត់មានអីប្លែកទេហើយនៅពេលដែលព្រះមហាក្សត្រលោកយាងទៅប្រទេសក្រៅដើម្បីព្យាបាលពរិជ្ជរោគគឺបានន័យថាលោកហ៊ុនសែនគាត់អាចយកការងាររដ្ឋាភិបាលមកធ្វើបើទោះបីជាលោកជាប្រធានព្រឹទ្ធសភាក៏ដោយហើយជាប្រធានគណៈបកប្រជាជនកម្ពុជាក៏ដោយអញ្ចឹងនៅក្នុងទីនេះគឺលោកមានសិទ្ធិឡាយប្រហ័សលេខាជំនួសអង្គព្រះមហាក្សត្រក្នុងនាមជាប្រមុខរដ្ឋស្ដីទីអញ្ចឹងប្រជាក្រិតនេះគឺមានតម្លៃស្មើនឹងប្រជាក្រិតរបស់ព្រះមហាក្សត្រហើយដោយសារលោកមិននៅគង់នៅប្រទេសកម្ពុជាអញ្ចឹងលោកហ៊ុនសែនជាអ្នកចុះហត្ថលេខាថ្ងៃទី25ខែឧសភាឆ្នាំ2026ដែលត្រាស់បង្គាប់នឹងគឺក្នុងន័យថាលើកលែងទោសលោកកម្មសុខាជាទណ្ឌិតបាទឲ្យរួចទោសពីការជាប់ពន្ធនាគារ27ឆ្នាំប៉ុន្តែមាន3មាត្រាសំខាន់នៅក្នុងការលើកលែងទោសដែលជាប្រជាក្រិតនេះគឺមានមាត្រា2ដែលសំខាន់ហើយត្រូវតែពិភាក្សានៅក្នុងយុគនេះគឺមាត្រា2ហ្នឹងដែលនិយាយថាការលើកលែងទោសនេះគឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមទៀតឡើយឥឡូវនេះខ្ញុំសាកបង្ហាញអំពីស្អីទៅមូលទោសស្អីទៅទោសបន្ថែមហេតុអីបានជាចាំបាច់មានលក្ខខណ្ឌអញ្ចឹងបានន័យថាការដោះលែងនេះគឺជាការមិនមែនដោះលែងជាការលើកលែងទោសនេះគឺជាការលើកលែងទោសដោយលក្ខខណ្ឌប៉ុន្តែមុននឹងចូលដល់ការលើកលែងទោសដោយលក្ខខណ្ឌនេះយើងសួរថាហេតុអីបានជាមានការលើកលែងទោសនៅពេលដែលលោកកម្មសខាអត់មានទោសនេះគឺជាសំណួរសំខាន់ណាស់ហើយហេតុអីបានជាលោកកម្មសខាអត់មានទោសគឺដោយសារតែតុលាការសាលាដំបងកាលពីថ្ងៃទី3ខែមីនាឆ្នាំ2023បានសម្រេចផ្តន្ទាទោសឲ្យលោកកម្មសខាជាប់ទោស
ពីបទសន្តិភាពបទក្បត់ជាតិឬក៏អីសុំកលុំគប់ខិតគ្នាជាមួយរដ្ឋបរទេសជាពិសេសជាមួយសហរដ្ឋអាមេរិកហ្នឹងក្នុងការផ្ដួលរំលំរដ្ឋាភិបាលដែលទោសនេះគឺកំណត់ឲ្យលោកកម្មសខាជាប់ពន្ធនាគារ27ឆ្នាំក៏ប៉ុន្តែអនុវត្តទោសតាមការដែលដាក់ឲ្យខិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយកំណត់ឲ្យលោកកម្មសខាមិនជាប់នៅក្នុងពន្ធនាគារទេតែជាប់គុកនៅក្នុងផ្ទះមិនមានសិទ្ធិសេរីភាពដកហូតសិទ្ធិសេរីភាពជាច្រើនហើយខ្ញុំនឹងសង្ខេបសាលក្រមរបស់តុលាការកាលពីថ្ងៃទី3ខែមីនាម្ដងទៀតដើម្បីឲ្យបងប្អូនបានយល់កាលពីថ្ងៃទី3មីនាឆ្នាំ2023ហ្នឹងគឺក្រោយឃុំខ្លួនលោកកម្មសខាតាំងពីឆ្នាំ2017 6ឆ្នាំឃុំខ្លួនគាត់នៅត្បូងឃុំផងនៅកន្លែងផ្សេងទៀតផងគឺ6ឆ្នាំក្រោយចាប់ឃុំខ្លួនគាត់ទាំងយប់គឺតុលាការក៏បានរកឃើញថាគាត់មានទោសពីបទសន្តិភាពឬក៏បទខុបខិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលសប្តាហ៍ហ្នឹងដែលទោសនេះគឺទោសធ្ងន់រហូតដល់មានទោសប្រហារជីវិតគេប្រហារជីវិតគាត់បាត់ទៅហើយប៉ុន្តែទោស20ឆ្នាំហ្នឹងគឺជាទោសប្រហារជីវិតហើយចង់និយាយថាទោសអស់ជាប់គុកអស់មួយជីវិតទេព្រោះលោកកម្មសខាអាយុ60 70ហើយអញ្ចឹងទៅពេលគាត់អាយុ97ម្ដាយគាត់អាយុ101ហើយនៅមានបច្ចុប្បន្នអាយុចឹងបានន័យថាគាត់អាចរស់ដល់អាយុ97 98ប៉ុន្តែមកដល់ពេលហ្នឹងភ្លេចភ្លាំងអីអស់ហើយមិនដឹងថាគាត់អាចនឹងមានអាយុដល់យឺនយូរដល់ប៉ុណ្ណឹងដោយម្ដាយគាត់អីព្រោះគាត់គិតតែពីរឿងជាតិគិតតែពីរឿងនយោបាយប្រជាពលរដ្ឋឡើងជុះសក់អស់យ៉ាងនេះដូច្នេះមិនមែនអាយុយឺនយូរពេកទេពិបាករស់នៅក្នុងការកាប់ទុកខ្វល់ចម្បល់ពេញទុកពេញស្រុកពេញទេអញ្ចឹងតែឲ្យគាត់រស់បានយូរប៉ុណ្ណាមានតែម្ចាស់កំណាប់ទេដែលថាខ្ញុំរស់រហូតដល់ពេលណាទេគាត់រស់បានក្នុង30ពេលបែបនេះហ៎ឥឡូវនេះគឺតកតងនឹងសាលក្រមកាលពីថ្ងៃទី3ហ្នឹងគឺគេកំណត់ច្រើនលក្ខខណ្ឌណាហើយលក្ខខណ្ឌដែលសំខាន់នៅក្នុងមាត្រា2នៅក្នុងប្រការ2នៅក្នុងសាលក្រមកាលពីថ្ងៃទី3ខែមីនាហ្នឹង2023គេនិយាយចេះផ្ដន់ទាទោសជាប់ជនជាប់ចោតនៅទោសបន្ថែម27ឆ្នាំដាក់នៅប្រការ1ហើយជាប់គុក27ឆ្នាំនៅក្នុងផ្ទះហ្នឹងគឺទី2គឺផ្ដន់ទាទោសជាប់ចោតនិងដាក់ទោសបន្ថែមដោយដកជាស្ថាពរនៅសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌហើយដល់ពេលមាត្រា3ហ្នឹងគឺដាក់ឲ្យថិតក្រោមវិធានការត្រួតតាមផ្លូវតុលាការមិនឲ្យចេញពីផ្ទះមិនឲ្យជួបអ្នកណាមិនឲ្យប្រស័យតាក់ទងលើកលែងតែក្រុមគ្រួសារអីជាដើមអញ្ចឹងទៅដូច្នេះសារក្រមនេះត្រូវបានលោកកម្មសុខាប្តឹងជំទាស់ទៅសាលាឧទ្ធរសាលាឧទ្ធរប្រើពេល3ឆ្នាំដើម្បីដោះស្រាយរឿងជំទាស់ហ្នឹងពលលោកកម្មសុខាអត់ទទួលយកបានទេគឺគាត់ថាគាត់មានទោសអញ្ចឹងពេលដែលប្តឹងសាលាឧទ្ធរហ្នឹងគេត្រូវការពេល3ឆ្នាំទៅមកជំនុំជម្រះក្តីកាត់ក្តីចុងក្រោយនៅថ្ងៃទី10ខែមេសាឆ្នាំ2026នេះថ្មីនេះប្រជាពេលអីចុះឡើងហ្នឹងគឺថាគ្មានទីបញ្ចប់ទេតែដល់តែពេលថ្ងៃទី30ខែមេសាឆ្នាំ2026ហ្នឹងគឺបានន័យថា20ថ្ងៃក្រោយកាត់ក្តីចុងក្រោយស្ដាប់សវនាការរឿងគាត់ជំទាស់មិនទទួលយកសារក្រមថ្ងៃទី3ខែមីនាឆ្នាំ2023ហ្នឹងតុលាការសាលាឧទ្ធរសម្រាប់តម្កល់សារក្រមសាលាដំបងនឹងដែរថាលោកកម្មសខាមានទោសមិនត្រឹមតែប៉ុណ្ណឹងទេគឺថែម5ឆ្នាំទៀតកំណត់ឲ្យលោកកម្មសខាមិនអាចចេញទៅប្រទេសក្រៅបាន5ឆ្នាំទៀតសិទ្ធិនយោបាយដកហូតអស់ហើយតែមកឈូសគឺដាក់គាត់នៅក្នុងហ្នឹងហើយសពហ្នឹងហើយគឺថែមតែគោល4 10ទៀតដើម្បីកុំឲ្យគាត់ងើបរួចគឺ5ឆ្នាំទៀតហើយអា5ឆ្នាំហ្នឹងគឺជាការរៀបចំត្រួតត្រៃផ្លូវរបស់រដ្ឋាភិបាលកម្ពុជាដែលគិតថាថ្ងៃណាមួយបើលើកឡើងទោសលោកកម្មសខាគឺអា5ឆ្នាំដែលមិនអាចចេញទៅក្រៅប្រទេសហ្នឹងគឺនៅជាប់ហ្នឹងទៀតអញ្ចឹងគឺគេរៀបចំព្រោះយើងចិត្តតែឆ្ងល់ថាចុះហេតុអាទោសពីមុនមក27ឆ្នាំហើយទៅហាមឃាត់សិទ្ធិនយោបាយមិនឲ្យគាត់ចេញពីផ្ទះសោះតើឲ្យគាត់ទៅក្រៅប្រទេសអាមិនកាត់បើចេញពីផ្ទះនៅក្នុងស្រុកខ្មែរចេញអត់បានហ្នឹងអញ្ចឹងនៅពេលដែលគេដាក់5ឆ្នាំទៀតនៅសាលាកាពូលគឺមិនឲ្យគាត់ចេញទៅក្រៅប្រទេស5ឆ្នាំចាំបានន័យថាម៉េចគឺបានន័យថាគឺចងជើងគាត់ឲ្យជាប់បើមានការលើកលែងអនុគ្រោះទោសណាមួយដោយមិនដកអាការធ្វើដំណើរទៅក្រៅប្រទេសលោកកម្មសខានឹងជាប់ទោសអត់បានទៅក្រៅប្រទេសនឹង5ឆ្នាំដដែលនេះគឺជាផែនការរៀបចំទុកមុនផ្នែកនយោបាយនៃរដ្ឋាភិបាលកម្ពុជានិងតុលាការខ្មែរគេគិតរួចទៅហើយឥឡូវដោយការគិតរបស់គេការរៀបចំត្រួតត្រៃផ្លូវហើយឆ្លៀតឱកាសដោយសារតែស្ថានភាពម្ដាយរបស់លោកកម្មសខានឹងដាបខ្លាំងមែនទែនរដ្ឋាភិបាលគឺកំពុងតែរងសម្ពាធខ្លាំងមែនទែនខ្ញុំជឿថាសម្ពាធនេះគឺសម្ពាធភ្នំព្រះសម័យព្រោះម្ដាយអាយុ101ឆ្នាំភ្លឹកលែងដឹងខ្លួនទៅហើយលោកឲ្យធေါ်ប្រសង់ឲ្យធေါ်កូនមិនអាចជួបម្ដាយបានអនុញ្ញាតឲ្យមកជួបបាន1ម៉ោងអញ្ចឹងតែប្រជាពលរដ្ឋក៏រិះគន់សម្បើមមែនតើហើយចៃដន្យអីនៅពេលដែលម្ដាយកំពុងតែមានទុកធ្ងន់ពេលវេលា count down រាប់ថយក្រោយបែបនេះគឺជាការពិតលោកកម្មសខាអាចនឹងបាត់ឱកាសនៅក្នុងការជួបម្ដាយដង្ហើមចុងក្រោយឬក៏មើលបីបាច់ថែរក្សាម្ដាយដែលរឿងនេះគឺជារឿងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសមិនមែនតែគណៈបកប្រជាជនកម្ពុជាទេមិនមែនតែអ្នកគ្រប់គ្រងរដ្ឋាភិបាលទេគឺប្រជាពលរដ្ឋណាក៏គេឈឺចាប់ដែរព្រោះវាហួសនិស្ស័យវាខុសខើសាហាវព្រៃផ្សៃយកខ្មែរថ្ងៃធ្វើជាសត្រូវគាត់តែម្ដាយបង្កើតដង្ហើមចុងក្រោយចុះសត្រូវស៊ីសាច់ហត់ឈាមអីម្លេះគាត់តែឲ្យគាត់នៅណិតចិត្តកាយម្ដាយឲ្យបានយូរតាមដែលអាចធ្វើបានព្រោះពេលវេលារបស់អ្នកស្រីសៅង៉ែតលោកយាយសៅង៉ែតគឺរាប់ថយក្រោយហើយតើរស់បានប្រហែលម៉ោងទៀតអញ្ចឹងខ្ញុំមិនប្រមាថទេខ្ញុំនៅតែបានស្នឲ្យលោកយាយមានអាយុយឺនយូរបានច្រើនព្រះភាសាទៀតដើម្បីនៅបានមើលមុខកូនចៅឲ្យបានយូរទៀតប៉ុន្តែដូចខ្ញុំបានជម្រាបលើកមុនអញ្ចឹងថាការរស់នៅជីវិតចុងក្រោយដែលទឹកភ្នែកហូរជោគខ្នើយគ្មានកោះគ្មានត្រៃបែបនេះគឺបើស្លាប់ទៅប្រហែលជាប្រសើរជាងខ្ញុំសុំទោសខ្ញុំនិយាយពេលខ្លះវាហាក់បីដូចជាប្រមាថការពារជីវិតមនុស្សប៉ុន្តែបើរស់នៅគ្មានសុភមង្គលនៅតែយំសោកដែលជីវិតចុងក្រោយហ្នឹងគឺរកភពកំណត់ចាប់ចិត្តមិនឃើញទេវានៅវិលវល់នៅវាវត្តសង្សារដល់មហាអយុត្តិធម៌ដែលម្ដាយជួយចាស់ជរាកូនមិនអាចមកមើលបានហើយមកមើលបាន1ម៉ោងគេផ្ដាច់យកទៅវិញរឿងនេះគឺជាសម្ពាធធ្ងន់ដែរសម្រាប់រដ្ឋាភិបាលកម្ពុជាតាក់ទងសិលធម៌មនុស្សធម៌និងសុជីវធម៌និងគុណធម៌អីក៏ប៉ុន្តែយើងឃើញថាព្រឹកមិញនេះស្រាប់តែលោកកម្មសខាត្រូវបានគេដឹកទៅឲ្យមើលម្ដាយម្ដងទៀតខ្ញុំធូរទ្រង់ខ្សាខ្ញុំថាល្អធ្វើទៅអ្នកណាចោតអីចោតទៅកុំធ្វើទៅដូចគេចោតហើយបើធ្វើអំពើល្អនេះណាគឺវាមិនសយត់ទេគឺមិនខុសទេឲ្យម្ដាយពុកម្ដាយកូនគេបានជួបជុំគ្នាចុងក្រោយទៅកុំទៅយកជាសត្រូវស៊ីសាច់ហត់ឈាមអីហើយព្រឹកមិញនេះអ្វីដែលគួរជាទីមនោរម្យគឺលោកកម្មសខាអាចទៅជួបម្ដាយដោយអត់មានការកំណត់ព្រោះលោកកម្មសខាពេលដែលជួបម្ដាយលើកទី2នេះគាត់បានខ្សឹបឬក៏ប្រាប់ម្ដាយគាត់ថាម៉ែខ្ញុំនឹងទៅបួសសងគុណម្ដាយហើយខ្ញុំនឹងនៅណែតនិតជាមួយម្ដាយគេងនៅក្បែរម្ដាយឲ្យបានជារៀងរហូតភាសានេះគឺយើងចាប់ផ្ដើមដឹងភ្លាមថាអូមានជាដំណោះស្រាយនយោបាយអីមួយហើយជាការល្អព្រោះកាលមុន1ម៉ោងគេយកទៅទាំងឆក់កាទៀតនេះលោកយាយសៅង៉ែតផុតទៅសំណាងរដ្ឋាភិបាលដែលលោកយាយសៅង៉ែតនៅមានប្រជជនណាបើបាត់ផុតពេលដែលលោកកម្មសខាចូលដល់ពន្ធនាគារវិញចូលដល់ផ្ទះវិញហើយស្រាប់តែលោកយាយសៅង៉ែតផុតដោយសារលោកកម្មសខាបានជួបតែ1ម៉ោងគឺមិនដឹងគេរិះគន់យ៉ាងម៉េចទេគឺថានរុអវជ័យហើយប៉ុន្តែលោកយាយសៅង៉ែតនៅពេលដែលឮសំឡេងកូនស្រែកសួរម្ដាយភ្លាមហ្នឹងគឺឃើញគ្មានអសត់ទឹកណាពូកែជាងការបាននៅណែតនិតចិត្តកូនសំណាក់ទេអស់លោកក៏ដឹងដែរមិនចឹងហ៎គឺជារឿងខ្លោចផ្សារណាដែលឲ្យគេបែកឃើញអត់សុទ្ធទេលោកយាយសៅង៉ែតដែលលែងដឹងខ្លួនភ្លុកភ្លឹកលោកឲ្យធွာរាល់ថ្ងៃពេលដែលជួបឮសំឡេងលោកកម្មសខាតាមទូរស័ព្ទម្ដងមុនលើកទី1មុននឹងបានមកជួបហ្នឹងបិទតាមបានមកជួបហ្នឹងគឺគាត់មានកម្លាំងព្រឹសនៅក្នុងការដែលបន្តដង្ហើមចាំកូនទៀតពេលដែលកូនទៅជួបគាត់ចាប់ផ្ដើមមានឈាមស្រស់សាច់ស្រស់អីឡើងវិញទោះជាមិនអាចនិយាយឆ្លើយឆ្លងតែនៅព្រៃខ្ញាំអីបានឬក៏ដៃនឹងអាចកម្រើកឬក៏ញាក់ដើម្បីបញ្ជាក់ថាគាត់ស្ដាប់ឬក៏ជួនកាលគាត់ងើយក្បាលអីបន្តិចបន្តួចមាត់មហោហាក់បីដូចជាចង់ឆ្លើយឆ្លងសារសងជាមួយកូនឲ្យបានអស់ចិត្តមុននឹងលាចាកលោកទៅវាកំសត់ខ្លោចផ្សារមែនតើហើយដល់ពេលឲ្យគេទាញចេញមកវិញប៉ុន្តែព្រឹកមិញនេះយើងឃើញលោកយាយសៅង៉ែតគឺចាប់ផ្ដើមអាចនឹង
មានជីវិតជីវ៉ាបលឹងបលះនៅក្នុងខ្លួនវិញដោយសារតែឱសថទឹកនៃការអាចទៅជួបគ្នាបានឱសថទឹកនេះតាមពិតគូផ្ដល់ឲ្យគ្រួសារលោកកម្មសិក្ខាយូរហើយមិនទាល់តែដាក់បែបនេះទេប៉ុន្តែយ៉ាងណាបងប្អូននេះគឺជាអំពើគុណធម៌ដ៏ប្រសើរក្រៃលែងដែលថ្នាក់ដឹកនាំកម្ពុជាធ្វើឲ្យខ្ញុំអបអរសាទរកោតសរសើរការដែលគិតត្រូវបែបនេះដែលគូគិតត្រូវយូរហើយតែយ៉ាងណាវាសុខចិត្តយឺតពេលកុំឲ្យហួសពេលឥឡូវគាត់ធ្វើឃើញលោកយាយសាវងាចាប់ផ្ដើមមានពលឹងបលះហើយលោកកម្មសិក្ខាក៏បានញញឹមបរិយាកាសនៅពេលនេះគឺមានភាពមនោរម្យជាងថ្ងៃដំបូងតែលើកទី1ដែលទៅជួបខ្លាំងណាស់លើកទី1អ្នកណាក៏ស្រក់ទឹកភ្នែកដែរតែលើកនេះក៏មានអ្នកស្រក់ទឹកភ្នែកដែរប៉ុន្តែស្រក់ដោយក្តីរំភើបមិនមែនស្រក់ដោយក្តីខ្លោចផ្សាដូចលើកមុនទេដូច្នេះបរិយាកាសនេះគឺមានភាពប្រសើរល្អមែនទែនគួរជាទីមនោរម្យហើយចង់ឲ្យឃើញបរិយាកាសសង្គមខ្មែរអញ្ចឹងស្រឡាញ់គ្នាអាណិតគ្នាស្អប់គ្នាតែគោលគំនិតនយោបាយបានហើយកុំស្អប់គ្នាជាលក្ខណៈបុគ្គលកុំតាមវាយគេដល់ផ្ទះកុំតាមទៅរករឿងក្រុមគ្រួសារគេកុំធ្វើទុកបុកម្នេញគេជាលក្ខណៈបុគ្គលគឺយើងជជែកតែគំនិតជជែកតែភាពមិនយល់ស្របគ្នាទោះជាយើងយល់ខ្វែងគំនិតគ្នាក៏យើងពេលខ្លះក៏យើងត្រូវចាំថាគេមានចំហរបស់គេស្ដាប់គេទៅហើយកុំទៅរករឿងកូនគេប្រពន្ធគេប្តីគេសាច់ញាតិគេអានឹងជាអំពើអគុណធម៌មិនអាចប្រះប្រោសបានទេចុះនរក19ជាន់ប៉ុន្តែឥឡូវនេះចំណុចនេះខ្ញុំឃើញថាថ្នាក់ដឹកនាំកម្ពុជាហើយបើក៏មានលោកហ៊ុនម៉ាណែតដែលសរសេរលិខិតថ្វាយទៅព្រះមហាក្សត្រក៏វាគ្មានការលើកឡើងទោសនេះដែរហើយបើសិនជាគ្មានអន្តរាគមន៍ពីលោកហ៊ុនសែនក៏គ្មានការលើកឡើងទោសនេះដែរនិយាយឲ្យខ្លីដូច្នេះនេះគឺជាប្រព័ន្ធមួយជាអង្គការចាត់តាំងមួយដើម្បីឲ្យមានការលើកឡើងទោសដូច្នេះអ្នកដែលត្រូវបានទទួលការស្នើចរសារគឺត្រូវជាប្រព័ន្ធដែរមិនចឹងទាំងលោកហ៊ុនសែនទាំងព្រះមហាក្សត្រខ្មែរទាំងលោកហ៊ុនម៉ាណែតវាអត់មានអីដែលត្រូវមិនទៅទេក៏ប៉ុន្តែឥឡូវយើងមកមើលតើតនឹងរឿងសាលក្រមឡើងវិញនៅពេលដែលសាលដីការបស់តុលាការឧទ្ធរសម្រាប់ថ្ងៃ30គឺថែម5ឆ្នាំដាក់គោល5ទៀតទៅលើលោកកម្មសកម្មមិនឲ្យចេញទៅក្រៅប្រទេសបងប្អូនឥឡូវយើងត្រូវចាំណានៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជាក្នុងការកំណត់ទោសរបស់អ្នកណាម្នាក់ក្រមអនុញ្ញាតឲ្យចៅក្រមកំណត់ទោស3ប្រភេទហើយចាំខ្ញុំបញ្យល់ថាទោស3ប្រភេទនោះទោសអីគេខ្លះទី1បើតាមមាត្រា43នៃក្រមព្រហ្មទណ្ឌគឺគេកំណត់ពាក្យថាទោសចែកចេញជា3ប្រភេទគឺទី1គឺមូលទោសទី2គឺទោសបន្ថែមទី3គឺទោសជំនួសស្អីគេជាមូលទោសស្អីទេគេជាទោសបន្ថែមហើយស្អីទេគេជាគេហៅទោសជំនួសបងប្អូនពាក្យថាមូលទោសគឺជាទោសនៃផ្ទះសនកម្មនៃបទឧក្រិដ្ឋដែលប្រព្រឹត្តហើយមូលទោសនោះគឺជាទោសគោលធំក្នុងការដែលអ្នកណាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌគឺមូលទោសសំដៅទៅលើស្ថានទម្ងន់ទោសដែលត្រូវផ្ដន្ទាទោសអ្នកនោះបើទោសជាប់ពន្ធនាគារកម្រិតច្បាប់អនុញ្ញាតឲ្យដាក់ពន្ធនាគារកម្រិតអតិបរមាខ្ពស់ប៉ុណ្ណាគឺត្រូវដាក់ឲ្យខ្ពស់ដល់ប៉ុណ្ណឹងហើយបើមានច្បាប់ប្រហារជីវិតគឺត្រូវប្រហារជីវិតបើត្រូវព្យួរក៏គឺត្រូវព្យួរក៏បើត្រូវធ្វើអីគឺទោសនេះហៅមូលទោសគឺទោសតាក់ទងនឹងព្រហ្មទណ្ឌនៃការដែលរកឃើញថាមានទោសឧទាហរណ៍បើយើងរំលោភគេមូលទោសគឺបានន័យថាបើជាប់គុក25ឆ្នាំគឺ25ឆ្នាំនេះគឺជាមូលទោសហើយបើសិនជាយើងសម្លាប់គេមូលទោសគឺបើត្រូវជាប់គុក30ឆ្នាំឬប្រហារជីវិតគឺគេត្រូវប្រហារជីវិតខ្មែរអត់មានទោសប្រហារជីវិតទេបើនៅអាមេរិកមូលទោសនេះគឺប្រហារជីវិតក៏ប៉ុន្តែច្បាប់តម្រូវថាពេលដែលយើងប្រព្រឹត្តអំពើអក្រិតកម្មណាមួយវាមានផ្ទះសនកម្មរីរងថែមទៀតនៃផលវិបាកនៃអំពើរបស់យើងឧទាហរណ៍បើយើងទៅរំលោភកូនគេស្ត្រីដែលជាអ្នករងការរំលោភជាការពិតគឺជាអក្រិតកម្មនៃការរំលោភគឺយើងត្រូវជាប់គុក20-30ឆ្នាំឬព្យួរក៏មិនហើយក៏ប៉ុន្តែតើស្ត្រីនឹងមានជំងឺបាក់ស្បាតប៉ុណ្ណាស្ត្រីដែលជាជនរងគ្រោះបាក់ស្បាតប៉ុណ្ណាតើគ្រួសារនឹងបាក់ស្បាតប៉ុណ្ណាតើសង្គមនឹងបាក់ស្បាតប៉ុណ្ណាតើមកទៅឋានទូទៅនឹងឃើញស្ថានភាពបែបនេះវានឹងធ្វើឲ្យមានភាពអាប់អួរល្អកកប៉ុណ្ណាដូច្នេះវាមានផ្ទះសនកម្មវាមានផលវិបាកនៃអំពើអក្រិតរបស់យើងអញ្ចឹងច្បាប់គឺគេដើម្បីចងយើងកុំឲ្យប្រព្រឹត្តប្រទេសផ្ដាំមិនមែនជាប់តែគុកទេគឺមានទោសបន្ថែមហ្នឹងគឺគេថែមដោយឧទាហរណ៍សងសំណងជាប្រាក់ជាអីរដ្ឋប្រវេណីជំងឺចិត្តឬក៏ឲ្យសុំទោសជាសាធារណៈអីចឹងទៅអានេះជាផ្នែកមួយនៃទោសបន្ថែមដើម្បីឲ្យយើងឲ្យអស់ចិត្តផ្សះផ្សាអីចឹងទៅជួនកាលលើសពីទោសបន្ថែមដូចជាហាមឃាត់សិទ្ធិនយោបាយអីចឹងទៅករណីលោកកម្មសខានេះមិនមែនជាមូលទោសទេណាព្រោះអីនៅក្នុងច្បាប់វាអត់មានដកហូតសិទ្ធិនយោបាយប្រជាពលរដ្ឋទេព្រោះរដ្ឋធម្មនុញ្ញចែងមកប្រជាពលរដ្ឋមានសិទ្ធិតែជាឆន្ទានុសិទ្ធិរបស់តុលាការគឺគាត់យកអាឆន្ទានុសិទ្ធិហ្នឹងបកប្រែខុសគឺទាញឲ្យយឺតដោយកៅស៊ូព្រោះគ្មានច្បាប់ណាដែលជាក្រមព្រហ្មទណ្ឌចែងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាទេព្រោះរដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលហើយច្បាប់កំពូលនេះគឺមិនអាចអ្នកណាមានច្បាប់អីមានអានុភាពលើនឹងទេក៏ប៉ុន្តែតុលាការកម្ពុជាគឺបំពេញរដ្ឋធម្មនុញ្ញគ្រប់ពេលគ្មានអ្នកណាជាក្បាលហៅថ្ងៃអីទេខ្ញុំនិយាយនេះគឺមិនមែនបានន័យថាយីចោះរឿងល្អប៉ុណ្ណេះហេតុអីបងមិននិយាយរឿងអកុសលកម្មអីនឹងទៀតហើយអត់ទេបងប្អូនកុំយកក្រូចលាយជាមួយប៉មឯសោះទឹកនឹងប្រេងលាយអត់ចូលគ្នាទេអំពើល្អអំពើអាក្រក់អត់ចូលគ្នាបានទេតែអំពើល្អដែលគេធ្វើល្អដឹងគុណគេសរសើរគេទៅប៉ុន្តែអំពើអាក្រក់ដែលយើងបានសាងអត់អាចមកបោកលោកចូលគ្នាបានទេយើងអត់អាចទៅនិយាយថាយើងអរគុណអស់លោកទាំងអស់គ្នាណាស់ដែលបានជួយពន្លត់ផ្ទះខ្ញុំយកទឹកយកអីមកស្រោចជួយរើអីវ៉ាន់ខ្ញុំចេញពីផ្ទះអូខេជាអំពើល្អប៉ុន្តែយើងជាអ្នកដំបូងហ្នឹងយើងជាអ្នកទៅដុតផ្ទះគេឲ្យឆេះហ្នឹងបើសិនជាយើងមិនប្រព្រឹត្តឲ្យឆេះផ្ទះគេតើយើងមកយកអគុណូបការៈនៅក្នុងការដែលទៅជួយស្រោចទឹកស្រោចអីហ្នឹងតើយើងធ្វើដើម្បីអីឲ្យប្រកបអាហ្នឹងបើសិនជាយើងមើលគឺអំពើបាបនិងអំពើបុណ្យរបស់យើងនឹងដូចជានៅច្បោកច្បល់គ្នាចាច់អត់ដាច់ប៉ុន្តែម្ដងទៀតបងប្អូនខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាធ្វើអំពើល្អបែបនេះឲ្យបានច្រើនទៀតបើទោះបីអំពើអាក្រក់នោះវាមានច្រើនរាប់មិនអស់ក៏ដោយប៉ុន្តែយ៉ាងណាការផ្សះផ្សាជាតិវាត្រូវការចាប់ផ្ដើមពីចំណុចល្អចឹងខ្ញុំនៅតែលើកសរសើរនៅតែណែអបអរសាទរទេក៏ប៉ុន្តែមើលមករឿងមូលទោសនេះឡើងវិញករណីលោកកម្មសខាគឺនៅពេលដែលតុលាការផ្ដន្ទាទោសគាត់កាលពីថ្ងៃទី3ខែ3ឆ្នាំ2023គឺកំណត់ទោស2មិនមែនទោសតែមួយទេគឺមូលទោសនិងទោសបន្ថែមមូលទោសហ្នឹងបានន័យថាឲ្យជាប់គុកដាក់ក្នុងក្រៅការឃុំឃាំងតាមផ្លូវតុលាការ27ឆ្នាំនៅក្នុងផ្ទះហ្នឹងហើយគឺទោសបន្ថែមគឺដកហូតសិទ្ធិនយោបាយបានន័យថាមិនឲ្យធ្វើនយោបាយអស់មួយជីវិតរបស់គាត់អចិន្ត្រៃយ៍ទី2គឺដកហូតសិទ្ធិនយោបាយគាត់ហើយមិនឲ្យបោះឆ្នោតមិនឲ្យឈរឈ្មោះបោះឆ្នោតទៀតអញ្ចឹងលោកកម្មសខាអត់មានសិទ្ធិទៅបើកគណៈបកនយោបាយឬក៏ទៅឈរឈ្មោះជាគណៈបកនយោបាយណាទេមិនអាចទេព្រោះនេះគេដកអស់ហើយសិទ្ធិនយោបាយក៏ដកដែរសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះបោះឆ្នោតក៏ដកដែរហើយឥឡូវនេះដោយសារតែនៅថ្ងៃទី30ខែមេសាឆ្នាំ2026នេះតុលាការសាលាឧទ្ធរបានថែមទោស5ឆ្នាំទៀតនេះគឺជាទោសបន្ថែមមិនមែនជាមូលទោសទេគឺបន្ថែមអាទោសហ្នឹងទៀតដើម្បីអត់ឲ្យគាត់ទៅក្រៅប្រទេសដូច្នេះការដាក់ទណ្ឌកម្មថែមនេះគឺជាការក្បត់រដ្ឋធម្មនុញ្ញទេម្ដងទៀតវាជាឆន្ទានុសិទ្ធិរបស់តុលាការប៉ុន្តែជាឆន្ទានុសិទ្ធិបែបនយោបាយមិនមែនយុត្តិធម៌ទេព្រោះច្បាប់រដ្ឋធម្មនុញ្ញបានចែងឲ្យថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពដើរហើរដោយគ្មានការរឹតបន្តឹងអីទាំងអស់ឲ្យតែយើងមិនប្រព្រឹត្តអំពើខុសណាមួយដូច្នេះចង់និយាយខុសបើសិនជាយើងដាក់ទោសគឺភាគច្រើនគឺមូលទោសនឹងឯងទោសកំណត់ឲ្យជាប់ពន្ធនាគារនឹងគឺជាទោសដ៏ធំធេងណាស់ទៅហើយយើងមិនអាចទៅដកហូតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិនយោបាយព្រោះអានេះជាទោសបន្ថែមដែលទោសបន្ថែមមិនអាចមានទម្ងន់ធ្ងន់លើរដ្ឋធម្មនុញ្ញចែងដែលការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេព្រោះឥឡូវបើយើងយកទោសបន្ថែមនឹងថាធ្ងន់បានន័យថាច្បាប់ក្រមព្រហ្មទណ្ឌវាមានអានុភាពលើរដ្ឋធម្មនុញ្ញអត់មានបើយើងដាក់គុកណាម្នាក់ឲ្យជាប់គុកមួយជីវិតឬក៏អីទោសមូលទោសនេះណាអត់ជួយរដ្ឋធម្មនុញ្ញទេព្រោះរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋមានសេរីភាពនៅក្នុងការបញ្ចេញមតិធ្វើអីសពបែបយ៉ាងដែលធានាដោយរដ្ឋធម្មនុញ្ញក៏ប៉ុណ្ណឹងហើយប៉ុន្តែបើយើងប្រព្រឹត្តបទល្មើសអូក្រិដ្ឋគឺ
ត្រូវតែទទួលទោសតាមក្រមព្រហ្មទណ្ឌឬក៏នីតិវិធីព្រហ្មទណ្ឌប៉ុន្តែទោសនេះគឺសំដៅភាគច្រើនទៅលើមូលទោសមិនមែនទោសបន្ថែមទេព្រោះទោសបន្ថែមគឺបានយើងដកហូតសិទ្ធិសេរីភាពប្រជាពលរដ្ឋទុយនឹងរដ្ឋធម្មនុញ្ញហើយអានេះហើយដែលខ្ញុំនិយាយថាយើងប្រព្រឹត្តខុសរដ្ឋធម្មនុញ្ញតែរដ្ឋាភិបាលកម្ពុជាតុលាការកន្លងមកអត់ខ្វល់រឿងហ្នឹងទេព្រោះធ្វើយ៉ាងម៉េចដើម្បីជាសារផ្ដាំទៅអ្នកនយោបាយទាំងអស់ថាអ្នកនឹងមានរងគ្រោះដូចលោកកម្មសខាដូចអ្នកដទៃទៀតអញ្ចឹងគឺគេដកហូតសិទ្ធិនយោបាយបំពេញរដ្ឋធម្មនុញ្ញបានស្អាតចិត្តដើម្បីឲ្យយើងរៀងចាលយើងកុំប្រឡូកនយោបាយឬក៏បើប្រឡូកក្នុងនយោបាយក៏ប្រឡូកក្នុងនាមពីការគឺខ្វាន់ខ្វងអស់ទៅហើយមិនអាចចូលទៅធ្វើការពេញដៃវាយបុកដូចលើនេះគេចង់ស្លាប់ផ្សេងគេបិទមុខគេអីហើយឲ្យទៅប្រកួតជាមួយនឹងកីឡាករម្នាក់ដែលកាយសម្បត្តិគ្រប់គ្រាន់មាំមួនហើយហាត់អីហូបហ្វីឡុងហ្វីលេអញ្ចឹងហើយយើងធ្វើយ៉ាងម៉េចអញ្ចឹងយើងទៅប្រកួតប្រជែងយ៉ាងម៉េចនៅក្នុងវិធីយុតិធម៌នៅលើសង្គ្រាមបែបហ្នឹងអ្នកដែលមើលក៏មិនដឹងទៅហូបកជ្រៀវយ៉ាងម៉េចកើតដែរបើអ្នកចាប់លុយខាងដែលមានកាយសម្បត្តិគ្រប់គ្រាន់ច្បាស់ហើយចង់ឈ្នះលុយប៉ុន្តែឈ្នះយុតិធម៌វាអត់មានអ្នកណាទៅគ្រប់គ្រងការទេបើមិនជាឲ្យគាត់កុំចាប់លុយក៏គាត់នៅតែគិតថាធ្វើអញ្ចឹងដូចជាមិនសមទេលេបចូលអញ្ចឹងឥឡូវយើងមានទោសបន្ថែមចុះអីទៅដែលគេហៅទោសជំនួសអញ្ចឹងទោសការអនុវត្តទោសមានទោសជំនួសនេះគឺជាការសម្រាលទោសឲ្យបុគ្គលដែលជាប់ពាក់ព័ន្ធនៅក្នុងការជាប់ទោសជាជាងការដាក់គុកជាជាងការមានទោសបន្ថែមអីគេដូរជាទោសជំនួសបានន័យថាម៉េចជំនួសឲ្យការជាប់ពន្ធនាគារគេឲ្យយើងទៅធ្វើការងារស្ម័គ្រចិត្តបោះជូតថ្នល់នៅក្នុងសហគមន៍ជួយចាស់ចាស់ជរាស្ម័គ្រចិត្តធ្វើការសហគមន៍ទៅប្រហែល10 20ម៉ោង30ម៉ោងឬក៏ជួយការងារសាធារណៈដែលបានប្រយោជន៍ជាសាធារណៈគេហៅការងារសហគមន៍ការងារសង្គមដើម្បីជាធ្នូជំនួសនឹងការជាប់ទោសករណីខ្លះដោយអនិច្ចជនគ្នាមិនត្រូវការជាប់ពន្ធនាគារទេអញ្ចឹងតុលាការអនុញ្ញាតឲ្យកំណត់ទោសខ្លះដើម្បីឲ្យដូចថាកុំឲ្យអត់ជាប់ទោសសោះអត់រៀងចាលប៉ុន្តែក៏មិនឲ្យធ្ងន់ពេកដែរព្រោះអនិច្ចជនឬក៏មនុស្សខ្លះគ្នាប្រព្រឹត្តបទល្មើសជាលើកដំបូងជារឿងអចេតនាសុទ្ធសាធអញ្ចឹងដូចជាដាក់ទោសគ្នាទៅវាធ្ងន់ពេកដូចជាធ្វើឲ្យមនុស្សផ្សេងទៀតដែលមិនចង់កសាងអំពើល្អឲ្យបានច្រើនដើម្បីអីដើម្បីទុកសន្សំពិន្ទុហ្នឹងថាបើយើងអត់ដែលខុសអីសោះចូលដល់តុលាការគេលើកលែងអញ្ចឹងគេមិនមែនថាយកទៅដាក់យើងយកទៅឲ្យតែជាប់គុកយកម្ចាស់ដៃទេមែនទេគេបង្រៀនមនុស្សឲ្យសាងអំពើល្អកុំប្រព្រឹត្តអំពើខុសព្រោះយើងសាងអំពើល្អបានច្រើនពេលតុលាការគេមើលមកថាអ្នកជននេះអត់ដែលប្រព្រឹត្តខុសទេមកជីវិតរបស់គាត់ទៅលើកទី1ហើយលើកទី1នឹងទៀតសោះក៏មិនជាធ្ងន់អីទៅទៀតដូច្នេះបើដាក់គុកគាត់ទៅវាហាក់បីដូចជាធ្វើទណ្ឌកម្មបាបកម្មគាត់មិនស្គាល់គុណស្គាល់ទោសអំពើល្អគាត់សោះដូច្នេះគេលុបលាងជាការទោសជំនួសអញ្ចឹងទៅអនុគ្រោះអូខេឥឡូវជាប់គុកធ្វើការឲ្យសហគមន៍30ម៉ោងឧទាហរណ៍វាជានិមិត្តរូបដើម្បីទៅឲ្យយើងនឹងដឹងថាអូមិនអត់ទោសសោះឲ្យបានតែប៉ុន្តែជាការសម្រាប់អានេះគេហៅទោសជំនួសអញ្ចឹងឥឡូវវិលមកវិញថ្ងៃនេះនៅពេលដែលតុលាការសម្រេចសំទោសពេលដែលប្រជាក្រិតដែលលោកហ៊ុនសែនសញ្ញាជំនួសអង្គព្រះមហាក្សត្រនេះគឺមាត្រា2ហ្នឹងគឺនិយាយថាឲ្យលោកកឹមសុខារួចទោសតែទោសមូលទោសទេទោសអ្វីផ្សេងទៀតបន្ថែមគឺនៅដដែលខ្ញុំអានម្ដងទៀតបងប្អូនដើម្បីឲ្យបងប្អូនជ្រាបមាត្រា1នៃប្រជាក្រិតដែលលើកលែងទោសលោកកឹមសុខាលើកលែងទោសលោកកឹមសុខាជាទណ្ឌិតបាទច្បាស់ណាស់បងប្អូនលើកលែងទោសជាទណ្ឌិតបានន័យថាចាត់ទុកលោកកឹមសុខាថាមានទោសហើយបានលើកលែងទោសបានជាការពិតបើអត់មានទោសមិនដឹងថាលើកលែងទោសយ៉ាងម៉េចទេដូច្នេះជាលិខិតបទដ្ឋានគតិយុត្តដើម្បីឲ្យត្រូវតាមផ្លូវតុលាការដែលរឿងនេះគឺជារឿងនយោបាយសុទ្ធសាធអត់ត្រូវការតាមផ្លូវតុលាការទេតែហេតុអីបានជាគេយកតុលាការយកប្រជាក្រិតយកអីធ្វើមកដូចជានីតិវិធីហ្នឹងគឺត្រឹមត្រូវម៉េចព្រោះរដ្ឋាភិបាលចង់ការពារខ្លួនដែរកុំឲ្យគេថារំលាយគណៈបក្សសង្គ្រោះជាតិកុំឲ្យគេថាចាប់លោកកឹមសុខាដាក់គុកហើយលោកកឹមសុខាជាប់គុករំលាយគណៈបក្សសង្គ្រោះជាតិហ្នឹងពាក់ព័ន្ធនឹងលោកកឹមសុខាទាំងអស់អញ្ចឹងបើឲ្យលោកកឹមសុខាមានទោសបានន័យថាការរំលាយគណៈបក្សសង្គ្រោះជាតិគឺជារឿងត្រឹមត្រូវអត់អាចតបបានទេការលើកលែងទោសគឺជារឿងលក្ខខណ្ឌដាច់ដោយឡែកផ្សេងទៅវិញបានន័យថាម៉េចលោកកឹមសុខាក៏មានទោសអាមេរិកហ្នឹងក៏មានទោសគណៈបក្សសង្គ្រោះជាតិក៏មានទោសចឹងរំលាយអស់កុំទៅថយក្រោយវិញសារនេះគឺចង់បញ្ជាក់ប្រាប់បងប្អូនចឹងអត់មានទាមទារថយក្រោយវិញទេព្រោះអីលោកកឹមសុខាក៏ជាប់ទោសគណៈបក្សសង្គ្រោះជាតិក៏ជាប់ទោសការដែលធ្វើពីមុនមករបស់រដ្ឋាភិបាលក្នុងការចង់កម្ចាយគណៈបក្សប្រឆាំងទោះជាគ្មានហេតុផលអីក៏ដោយយកហេតុផលនយោបាយគេថាគេធ្វើត្រឹមត្រូវព្រោះសូម្បីតែអង្គព្រះមហាក្សត្រក៏ទទួលស្គាល់ដែរថាគណៈបក្សសង្គ្រោះជាតិមានកំហុសលោកកឹមសុខាមានកំហុសទទួលទោសទៅក៏ឥឡូវគេលើកលែងទោសនេះខ្ញុំថាបើលើកលែងទោសគណៈបក្សសង្គ្រោះជាតិឲ្យស្ដារនីតិសម្បទាវិញទៀតទៅត្រូវឲ្យធ្វើឲ្យដូចនីតិវិធីដែលថាឲ្យត្រូវច្បាប់ចឹងចុះតែឲ្យលើកលែងទោសគណៈបក្សសង្គ្រោះជាតិទៀតអានឹងមិនដឹងជាពិសេសវិសាលប៉ុណ្ណាប៉ុន្តែទៅមិនរួចទេរដ្ឋាភិបាលកម្ពុជាជ្រុលក្បាលក្រពើឲ្យព្រោះតែថយក្រោយវិញហ្នឹងគឺមិនដឹងថយដល់ណាទេគឺមិនដឹងសងសំណងយ៉ាងម៉េចអញ្ញាប្រពាក់ប្រពូនមិនទេប៉ុន្តែរឿងនេះមែនតើគួរតែធ្វើទេតែឥឡូវយើងមើលនៅពេលដែលគាត់ដាក់ថាទាន់ដិតអញ្ចឹងគឺគ្រាន់តែថាតុលាការកំណត់ទោស25 27ឆ្នាំដោយអំណាចសារក្រមថ្ងៃទី30ខែមេសារបស់តុលាការឧទ្ធរណ៍ហើយប្រការ2លើកលែងទោសនេះអនុវត្តចំពោះតែទោសជាប់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមនោះឡើយចឹងបានន័យថាម៉េចលោកកឹមសុខារួចខ្លួនពីមូលទោសដែលត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ27ឆ្នាំតែលោកកឹមសុខាជាប់ទោសបន្ថែមទាំងអស់អត់ដោះលែងទេទោសបន្ថែមនោះមានអីគេបងប្អូនដកហូតសិទ្ធិនយោបាយឈប់ធ្វើនយោបាយមួយជីវិតមិនអាចធ្វើដំណើរទៅប្រទេសក្រៅបាន5ឆ្នាំហើយនឹងមិនអាចចូលឈ្មោះបោះឆ្នោតបានហើយក៏មិនអាចទៅបោះឆ្នោតបានដែរបងប្អូនច្បាស់ហើយអញ្ចឹងគឺការដោះលែងលោកកឹមសុខានេះគឺគ្រាន់តែដោះលែងគាត់មិនឲ្យជាប់ឃុំឃាំងនៅក្នុងពន្ធនាគារដូចមុនហើយគាត់អាចមកជួបម្ដាយដែលចាស់ជរានេះណែបនិតមិនចាំបាច់សុំច្បាប់តុលាការអីច្រើនដូចមុនប៉ុន្តែមិនមែនប្រកាសថាអត់គេផុតពីការសុំច្បាប់អីទេព្រោះអីនៅជាប់បំរាមទោសបន្ថែមនេះច្រើនណាស់ព្រោះទោសបន្ថែមហ្នឹងធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាបាត់បង់សិទ្ធិនយោបាយធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាមិនអាចបោះឆ្នោតបានធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាលោកកឹមសុខាមិនអាចចេញទៅក្រៅប្រទេសបានធ្វើយ៉ាងម៉េចឲ្យដឹងថាលោកកឹមសុខាមិនអាចឆ្លើយឆ្លងតាក់ទងជាមួយអ្នកនេះបានក្រៅពីក្រុមគ្រួសារតាមប្រព័ន្ធអេឡិចត្រូនិកតាមប្រព័ន្ធអ៊ីមែលតាមប្រព័ន្ធស្អីឡើងឡើងដូច្នេះទោសបន្ថែមទាំងអស់ហ្នឹងនៅជាប់ទាំងអស់ហើយដើម្បីធ្វើឲ្យច្បាស់រឿងហ្នឹងគឺមានតែប៉ូលីសនិងអាជ្ញាធរមូលដ្ឋានទេដែលទៅតាមត្រួតពិនិត្យគាត់ហើយមិនដឹងថាគាត់ត្រូវទៅប៉ុស្តិ៍ប៉ូលីសហ្នឹងមួយខែប្រហែលដងឬក៏អីចឹងដើម្បីរាយការណ៍ប្រាប់ថាគាត់អត់មានបំពេញអីចឹងហើយបើសិនជាប៉ូលីសរកឃើញថាបំពេញគឺគាត់ត្រូវតែអាចនឹងវិលទៅរកការកំណត់ទោសឡើងវិញឬគេហៅថាបាត់ល្មើសមិនរៀងចាលបាត់មជ្ឈិមអីណានោះគឺជាប់គុកដូចលោកកាសរាយដូចលោករងឈុនឬក៏កញ្ញាឈុនស៊ីធឯណាទៀតអីចឹងទៅអានេះរឿងដែលវាអាចនឹងទៅផ្លូវហ្នឹងឥឡូវយើងនិយាយអំពីលក្ខណៈជាក់ស្ដែងបន្តទៀតថាតើប្រសើរអីចឹងបើគាត់អត់មានសិទ្ធិធ្វើនយោបាយអីសោះប្រសើរទេហើយមិនអត់សារតទេខ្ញុំអានសារដែលពីរឿងសារតឬក៏មតិចម្រុះពីមជ្ឈដ្ឋានទូទៅទាក់ទងនឹងលោកកឹមសុខាម្ដងទៀតបងប្អូនលោកកឹមសុខាមានសេរីភាពតែរាងកាយទេការលើកលែងទោសនេះគឺមានតែរាងកាយទេសេរីភាពផ្នែកនយោបាយផ្នែកដើរធ្វើដំណើរទៅក្រៅប្រទេសផ្លូវចិត្តគឺគាត់នៅជាប់ទាំងអស់គឺគាត់អាចនិយាយបានទេដូច្នេះហើយវាសមស្របនឹងអ្វីដែលលោកកឹមសុខាថានឹងទៅបួសអីអញ្ចឹងទៅហើយអាចនឹងមិនចាំបាច់លោកកឹមសុខាថាខ្ញុំជប់ចូលប្រឡូកក្នុងជីវភាពនយោបាយទេព្រោះលោកចូលអត់បានទេបើចូលប្រឡូកក្នុងជីវភាពនយោបាយទៅបើកគណៈបកឬក៏ទៅឈរឈ្មោះអីបោះឆ្នោតអីហ្នឹងគឺវាមិនបានអានេះជាការបកស្រាយតាមអ្វីដែលជាហើយព្រោះអីរដ្ឋាភិបាលពេលដែលគេសរសេរឃ្លាលើកលែងទោសអីនេះគេមានភាពច្បាស់លាស់របស់គេបើអញ្ចឹងគេដាក់លើកលែងលក្ខខណ្ឌបាត់ហើយពាក្យថាលើកលែងទោសតែមូលទោសហើយទុកទោសផ្សេងទៀតនៅដដែលនេះគឺជាការលើកលែងទោសដោយមានលក្ខខណ្ឌ
ដូច្នេះចឹងបានតការសាទរពីមតិសាធារណជនទូទៅចម្រុះមែនតើបងប្អូនអ្នកខ្លះក៏សប្បាយទៅអ្នកខ្លះក៏រៀងដូចមិនចេះទេជាពិសេសអ្នកគ្រប់គ្រងលោកកម្មសខាក៏មានសារដែលដូចជារៀងនិយាយទៅខាងក្រុមប្រឆាំងរៀងពិបាកនៅក្នុងការចេញសារអបអរសាទរបន្តិចព្រោះអីដូចថាវាមិនទាន់លះថាអបអរសាទរលោកកម្មសខាតែចុះគាត់មិនទាន់បានមានសេរីភាពធ្វើនយោបាយវិញណាចេញមកគឺដូចតែអត់ដែរហ្នឹងឥឡូវខ្ញុំនិយាយពីរឿងមូលទោសនិងការអនុវត្តទោសបន្ថែមតិចទៀតរឿងនេះគឺជារឿងចម្លែកបន្តិចបងប្អូនខ្ញុំមែនតើខ្ញុំមិនជាអ្នកច្បាប់អ្នកអីទេគាត់ថាបានធ្វើការនៅតុលាការសាលាក្តីខ្មែរក្រហម10ឆ្នាំ7ឆ្នាំនៅស្រុកខ្មែរ3ឆ្នាំនៅអាមេរិកបន្តទៀតហើយ7ឆ្នាំនៅស្រុកខ្មែរនេះគឺខ្ញុំធ្វើជាអ្នកបកប្រែផ្ទាល់មាត់ពីភាសាខ្មែរទៅភាសាអង់គ្លេសប៉ុន្តែនៅពេលដែលខ្ញុំបកប្រែឯកសារគឺខ្ញុំបកប្រែឯកសារពីអង់គ្លេសទៅខ្មែរវិញចឹងសាលក្រមសាលដីកាឬការជំនុំជម្រះកិច្ចប្រជុំអីសពបែបយ៉ាងជាមួយចៅក្រមជាតិអន្តរជាតិជនជាប់ចោតអីនោះគឺខ្ញុំជួបទាំងអស់គ្រប់ការិយាល័យខ្ញុំដឹងរឿងច្រើនដែរហើយក៏ខ្ញុំដឹងថាក្រមព្រំប្រទានយើងមិនចាំបាច់តែខ្ញុំចូលធ្វើការនៅសាលាក្តីខ្មែរក្រហមក៏ខ្ញុំដឹងថាក្រមព្រំប្រទានយើងចែងកំណត់ច្បាស់ណាស់គឺទោសមូលទោសនិងទោសបន្ថែមនេះពាក្យថាបន្ថែមគឺបានន័យថាជាផលនៃអ្វីដែលកើតឡើងឥឡូវខ្ញុំឧទាហរណ៍បងប្អូនស្រួលយល់ដើម្បីឲ្យមានពងមាន់ដើម្បីឲ្យមានកូនមាន់ញាស់យើងត្រូវមានមេមាន់អញ្ចឹងនៅពេលដែលមានមេមាន់គឺបានន័យថាពេលមេមាន់ពងមកគឺបានជាពងមាន់ហើយពងមាន់ហ្នឹងញាស់ទៅជាមាន់បន្តទៀតទៅហើយចាប់ដើមវត្តនៃការញាស់ការអីហ្នឹងគឺមេមាន់កូនមាន់មេមាន់ពងមាន់កូនមាន់ញាស់អញ្ចឹងតប៉ុន្តែដើមខ្សែហ្នឹងគឺមេមាន់អញ្ចឹងនៅក្នុងការដែលអនុវត្តមូលទោសគឺបានន័យថាមូលទោសគឺជាមេមាន់ឯអនុទោសឬក៏ទោសបន្ថែមយើងហៅអនុទោសបានន័យថាទោសបន្តបន្សំនេះនៅក្នុងភាសាចប់ហៅអនុទោសគឺជាពងមាន់ឥឡូវបើសិនជាយើងលើកលែងមេមាន់តើយើងមានពងមាន់ទៀតទេចាឥឡូវទីហោថាមាន់ហ្នឹងកំពុងតែញាស់កំពុងនៅក្នុងទ្រុងមាន់ហ្នឹងមានមេមាន់មួយហើយមានពងចេះញាស់ជាប្រចាំអញ្ចឹងទៅមិនមែនញាស់ទេគឺថាពងជាប្រចាំអញ្ចឹងទៅយើងយកមួយថ្ងៃបានសុទ្ធមួយសុទ្ធពីរអញ្ចឹងទៅហើយស្រាប់តែថ្ងៃណាមួយយើងដកមាន់ហ្នឹងចេញពីទ្រុងទៅតើយើងនឹងមានអាពងមាន់មួយថ្ងៃមួយថ្ងៃពីរហ្នឹងទៀតនៅក្នុងទ្រុងមាន់ហ្នឹងទៀតទេពីមាន់មេមិញហ្នឹងយើងសាកសម័យតិចមើលបងប្អូនយើងសាកសម័យអីតែមាន់គេពងអញ្ចឹងហើយដកមេមាន់វានៅតែមកពងហ្នឹងវានៅតែជុះអញ្ចឹងរហូតទេគេសើចងាប់ហើយបងប្អូនសើចងាប់ហើយព្រោះធម្មតាមាន់វាមេនៅហ្នឹងតែដកមេចេញទៅវាមានពងមកពីណាទៀតវាអស់ហើយដូចគ្នាអញ្ចឹងទោសរបស់លោកកម្មសខានេះបើសិនជាយើងដកអាមូលទោសហ្នឹងចេញអាអនុទោសឬទោសបន្ថែមហ្នឹងគឺវារលាយដោយឯកឯងដោយស្វ័យប្រវត្តិហេតុអីបានជានៅជាប់ទៅវិញខ្ញុំកំពុងតែឆ្ងល់ហើយបើជាប់ហ្នឹងគឺជាប់ក្នុងន័យថាម៉េចឬក៏យើងគិតថាទេពីមុនយើងយកមេមាន់ហ្នឹងមកវានៅរស់អញ្ចឹងពងថ្ងៃមួយឥឡូវមេមាន់ហ្នឹងងាប់អញ្ចឹងដើម្បីឲ្យបានពងទៀតបន្តវត្តនៃការពងរបស់មាន់ទៀតយើងទុករូបថតមាន់ហ្នឹងនៅលើសបុកហ្នឹងទៅហើយអាចនឹងមានពងមាន់ហ្នឹងទៀតអាហ្នឹងក៏ទៅតែវាមិនកើតវាអត់មានព្រោះយើងដកមេមាន់ទៅដូចដើមថ្នោតមួយដែលមានបញ្ញាក្អែកអញ្ចឹងបងប្អូនបញ្ញាក្អែកនេះគឺជាអនុទោសហើយដើមថ្នោតឬដើមជ្រៃហ្នឹងវាគឺជាមូលទោសនៅពេលដែលដើមថ្នោតឬដើមជ្រៃហ្នឹងវាដួលតើអាបញ្ញាក្អែកហ្នឹងវានៅហោះនៅលើអាកាសហ្នឹងនៅដែកខ្សែអញ្ចឹងមានផ្លែផ្កាភ្ញីអីអញ្ចឹងទៀតឬក៏វាដួលងាប់ជាមួយនឹងដើមធំហ្នឹងដែរជាស្វ័យប្រវត្តិជា logic តើដើមជ្រៃដួលបញ្ញាក្អែកក៏វាងាប់ដែរព្រោះអីបញ្ញាក្អែកវាទៅជញ្ជក់ឬរស់ដោយសារតែអាស្រ័យផលទៅលើដើមជ្រៃធំឬដើមថ្នោតហ្នឹងតែរឿងនេះគឺជារឿងចម្លែកមែនទែនបងប្អូនខ្ញុំនិយាយទៅកញ្ញាគួរដែរប៉ុន្តែបងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថាដឹងស្អីទេអត់ទៅមុខសោះនៅវល់រត់រំថ្មចោលឆ្កែហ្នឹងហើយគេទៅឯណាចោះចង់បានគេចង់ឲ្យបានលោកកម្មសខាទៅជួបម្ដាយជួបឯតាបងប្អូនខ្ញុំសប្បាយហើយប៉ុន្តែវាដូចជាមិនលះសោះវាដូចថាចឹងម្ដាយមើលទៅដូចឲ្យចេញមកហើយក៏ចោះហេតុអីក៏មិនឲ្យគ្នាមានសិទ្ធិសេរីភាពពេញទំហឹងដូចតែជាប់គុកដែរនេះគុកអត់ជញ្ជាំងបងប្អូនគុកកាលនៅក្នុងផ្ទះហ្នឹងគឺមានជញ្ជាំងអាគុកនៅតាពាំង plong ក៏គុកមានជញ្ជាំងប៉ុន្តែនេះគឺគុកអត់ជញ្ជាំងអូយវេទនាជាងអាគុកមានជញ្ជាំងទៀតព្រោះអត់មានកោះមានត្រើយហើយមនសិការនឹងវាជេរស្ដីល្ងឹតឆឹងហើយយើងត្រូវចាំលោកកម្មសខាជាអ្នកនយោបាយបើអ្នកនយោបាយគឺឃ្លានការធ្វើនយោបាយដូចអ្នកញៀនបារីចឹងបងប្អូនបើយើងជួបបារីហើយស្រាប់ដល់ពេលហើយយើងផ្ដាច់គ្នាផឹងតែម្ដងដកចេញទាំងអស់អត់មានឲ្យម្ដងកាលមុនមកចប់មួយថ្ងៃចឹងទៅឥឡូវកាត់មកនៅត្រឹមពាក់កណ្ដាលចប់ចឹងទៅរួច3ខែ4ខែក្រោយមកនៅត្រឹមមួយថ្ងៃ10ដើមចឹងទៅរួចទៅមួយឆ្នាំក្រោយមកនៅមួយថ្ងៃ2ដើមចឹងទៅដើម្បីឲ្យរាងកាយយើងវាស្វំព្រោះតែយើងកាត់ផ្ដាច់ភ្លាមចឹងគឺមានជំងឺមួយគេហៅថាជំងឺ withdrawal syndrome ដូចញៀនថ្នាំចឹងបងប្អូនទៅផ្ដាច់ភ្លាមហ្នឹងក៏កាត់ចាប់ឈ្នះទេព្រោះអីអាញៀនហ្នឹងវានៅជាប់ច្រើនពេកហើយយើងទៅផ្ដាច់ផឹងចឹងមកគឺយើងត្រូវមានឲ្យសម្រាលតិចតិចប៉ុន្តែរឿងលោកកម្មសខានេះគឺផ្ដាច់ពីនយោបាយផ្ដាច់ផឹងមក9ឆ្នាំធ្វើឲ្យបានឥឡូវឲ្យប្រឡែងខ្លួនមកអត់ធ្វើនយោបាយបានទៀតអ្នកនយោបាយមិនអាចធ្វើនយោបាយបានតើយើងស្បង់ចៃវរប្រសង់នៅពេលដែលយើងក្រងចៃវរចូលនៅក្នុងវត្តឲ្យសូត្រធម៌អត់ឲ្យចយន្តោអត់ឲ្យបិណ្ឌបាតអត់ឲ្យអីថាយកស្បង់ចៃវរមកពាក់ធ្វើស្អីព្រោះព្រះសង្ឃគឺត្រូវតែធ្វើបប្រតិបត្តិធម៌ទេសនាប្រាប់កុហកប្រាប់អីឧបាសកឧបាសិកាដើម្បីដូចថាសាបព្រោះប្រធម៌អីហ្នឹងឡើងឲ្យធ្វើអាហ្នឹងទាំងអស់តែពាក់ស្បង់ចៃវររឿងនេះហើយរឿងកញ្ញាគួរបងប្អូនតែយ៉ាងណារឿងមួយទៀតឥឡូវនិយាយពីរឿងលោកកម្មសខាតើលោកកម្មសខាពិតជាមានទោសមែនឬបើតាមអ្វីដែលជាប្រជាក្រិតដែលលោកហ៊ុនសែនចុះហត្ថលេខាជំនួសនេះគឺចាត់ទុកថាលោកកម្មសខាជាទាន់ដិតមានទោសរួចទៅហើយប៉ុន្តែបងប្អូនតាមកិច្ចក្រមនីតិវិធីតុលាការពុំមានជនណាម្នាក់ចាត់ទុកថាមានទោសក្រិតអីមួយនៅពេលដែលតុលាការមិនទាន់សម្រេចសាលដីកាជាស្ថាពរនៅឡើយទេអត់ទាន់មានទោសទេព្រោះអីយើងនៅសាលាដំបងកាត់ក្តីទៅណែកាត់អីកាត់ទៅដាក់ទោសអីដាក់ទៅខ្ញុំមិនដឹងបានន័យថាតុលាការจะរកឃើញថាមានទោសតែខ្ញុំអត់ទាន់ទទួលយកទោសហ្នឹងទេវាអយុត្តិធម៌មិនដឹងអត់ទាន់មានទោសទេតុលាការថាទៅព្រោះម្ចាស់ខ្លួននៅថាអត់ទាន់មានទោសចឹងលោកកម្មសខាដឹងម្ដងហើយពីរឿងសាលក្រមសាលាដំបងមកចូលដល់សាលាធរតុលាការសម្រេចក្តីឲ្យលោកកម្មសខានៅជាប់ទោសដដែលតម្កល់សាលក្រមសាលាដំបងហើយថែម5ឆ្នាំទៀតប៉ុន្តែនៅសាលាធរនេះជាទូទៅគេទុកពេលឲ្យលោកកម្មសខា30ថ្ងៃទៅ60ថ្ងៃនៅក្នុងការប្តឹងសាលទុកជំទាស់ទៅនឹងសាលក្រមសាលដីការបស់សាលាធរនេះព្រោះតុលាការកំពូលត្រូវកាត់ក្តីម្ដងទៀតហើយនៅពេលដែលតុលាការកំពូលអត់ទាន់កាត់ក្តីលោកកម្មសខាអត់ទាន់មានទោសជាស្ថាពរទេគ្រាន់តែជាការសន្មត់រកឃើញដោយតុលាការសាលាដំបងនិងតុលាការសាលាជាន់ខ្ពស់គឺសាលាធរបានន័យថាគាត់គេរកឃើញតែមានទោសតែសម័យខ្លួនអត់ទាន់មានទោសទេព្រោះអត់ទាន់មានសាលក្រមជាស្ថាពរហើយយើងត្រូវចាំណាបើសិនជាមិនទាន់មានសាលក្រមជាស្ថាពរណានៅក្នុងនីតិវិធីសូម្បីតែទៅអនុវត្តដោយបង្ខំដើម្បីរុះរើផ្ទះអ្នកណាក៏ដោយឧទាហរណ៍ទ្រព្យសម្បត្តិអចលនៈទ្រព្យទៅរឹបអូសទៅអីអត់មានតុលាការណាទៅចុះរឹបអូសទៅចុះរុះរើទៅចុះទាយកមកលក់ឡាយឡងបានទាំងអស់
ព្រោះអីរឿងក្តីតុលាការវាអត់ទាន់ចប់ដល់តែមានសាលដីកាស្ថាពរបានចប់រឿងបានន័យថាអស់នីតិវិធីតវ៉ាយើងជំទាស់ឲ្យជំទាស់តែតុលាការអស់ជាន់ថ្នាក់ហើយគេយើងមានទោសហើយជាទាល់ដិតហើយស្ថាពរហើយគឺគេអនុវត្តសាលក្រមសាលដីកាមិនទាន់បង្ខំឬក៏បង្ខំឲ្យរឹបអូសឬក៏លួចឡាយនោះឬក៏ទាឬក៏អីអាហ្នឹងมันអាចចូលជាធរមានបុគ្គលនោះគឺមានទោសតាមផ្លូវច្បាប់ហើយច្បាប់នេះគឺធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាផងធានាដោយអនុសញ្ញាឬក៏កតិកាសញ្ញាអង្គការសហជីវជាតិឬអីចឹងសិទ្ធិនយោបាយសិទ្ធិពលរដ្ឋអីគឺគេចែងការពារសន្មត់ថាគ្មានអ្នកណាម្នាក់មានទោសឬក៏រងពិរុទ្ធអីទាំងអស់ទាល់តែតុលាការគ្រប់ជាន់ថ្នាក់សម្រេចថាបុគ្គលនោះមានទោសហើយបានប្រើប្រាស់អស់នីតិវិធីតវ៉ាក្តីក្តាមនៅក្នុងតុលាការចប់សពគ្រប់ហើយជាស្ថាពរតែរឿងនេះវានៅមានមន្ទិលច្រើនទៀតលោកកម្មសខាតវ៉ាថ្ងៃទីពេលដែលគេចេញសាលក្រមថ្ងៃទី3ខែមីនាឆ្នាំ2023គឺគាត់តវ៉ាថាគាត់អត់ខុសអីទេមេធាវីគាត់ក៏ថារឿងក៏ជារឿងនយោបាយសាមេធាវីគាត់ទាំងអស់ថារឿងនយោបាយតែអត់មានគាត់មានកំហុសមានអីទេដូច្នេះរឿងនេះគឺវានៅតែស៊ីសម្បត្តិគ្នារហូតសូម្បីតែសវនកម្មចុងក្រោយនៅតុលាឧទ្ធរថ្ងៃទី10ខែសីហាក៏លោកកម្មសខានៅតែប្រកាន់ជំហរថាគាត់អត់មានប្រព្រឹត្តខុសអីទាំងអស់សាមេធាវីក៏ស្ដាប់តុលាការក៏ស្ដាប់សាលការសកម្មរបស់លោកកម្មសខាបិទបញ្ចប់សវនកម្មនៅសាលាឧទ្ធរនឹងដែរហើយតុលាការនៅតែសម្រេចថាគាត់ខុសឥឡូវតើលោកកម្មសខាមានទោសគ្រប់គ្រាន់ហើយសាលដីកាចូលជាស្ថាពរឬនៅហេតុអីបានជាព្រះមហាក្សត្រអាចលើកលែងទោសមនុស្សម្នាក់ដែលអត់ទាន់មានទោសសោះព្រោះតុលាការអត់ទាន់សម្រេចទោសឲ្យជាស្ថាពរព្រោះលោកកម្មសខានៅ30ទៅ60ថ្ងៃនៅក្នុងការប្តឹងសារទុកទៅតុលាការសាលាកំពូលទៀតនីតិវិធីបែបនេះគេអាចធ្វើកើតដែរចម្លើយស្អីក៏អាចកើតមានដែរស្រុកខ្មែរហើយគេរៀបចំឲ្យត្រូវតាមនីតិវិធីច្បាប់ដែលយើងមើលឃើញទៅគឺថាជាការរៀបចំយ៉ាងសុក្រិតរបស់គេហើយស៊ីសង្វាក់ទៀតឥឡូវយើងមើលហេតុអីបានជាគេរៀបចំបែបនេះលោកកម្មសខានៅថ្ងៃទី25ខែឧសភានេះគឺបានចេញលិខិតមិនប្តឹងសារទុកមានន័យយ៉ាងไรបងប្អូនមនុស្សម្នាក់រងការចោទប្រកាន់ដោយអយុត្តិធម៌តវ៉ារឿងក្តីរាប់ឆ្នាំមកហើយ9ឆ្នាំហើយគឺមិនទទួលយកទេសាលក្រមសាលដីកាការចោទប្រកាន់គ្មានភ័ស្តុតាងគ្មានអីថាគាត់នឹងជាមនុស្សស្អាតស្អំមិនអាចទទួលយកបានទេចុងក្រោយនៅពេលដែលសាលាធរកំណត់ទោសគាត់ថាគាត់មានពិរុទ្ធអញ្ចឹងមែនហើយថែម5ឆ្នាំទៀតស្រាប់តែគាត់បោះបង់សិទ្ធិប្តឹងសារទុកទៅតុលាការកំពូលដែលគេទុកពេលឲ្យ30ថ្ងៃទៅ60ថ្ងៃព្រោះនៅពេលគេទុកពេល30ថ្ងៃទៅ60ថ្ងៃនេះបើលោកកម្មសខាមិនប្តឹងសារទុកទេសាលដីការបស់តុលាការសាលាធរនឹងក្លាយជាសាលដីកាស្ថាពរមានន័យថាម៉េចបើសម័យខ្លួនដែលជាជនទាន់ដិតដែលគេរកឃើញថាមានពិរុទ្ធហើយមិនតតាំងនឹងសាលដីការបស់សាលាធរគឺបានន័យថាយើងបោះបង់សិទ្ធិនៅក្នុងការតវ៉ាទុកឲ្យតុលាការចេញសាលក្រមនៅសាលដីកាចុងក្រោយជាស្ថាពរដោយស្វ័យប្រវត្តិហើយចប់30ទៅ60ថ្ងៃគឺដំណើរការនីតិវិធីបិទផ្លូវតវ៉ាចប់អស់គឺពិរុទ្ធជនឬក៏ទណ្ឌិតគឺត្រូវជាប់ទោសនឹងតែម្ដងអត់មានប្រកាសអត់មានតវ៉ាព្រោះយើងបោះបង់សិទ្ធិមិនតវ៉ាបើយើងមិនបោះបង់សិទ្ធិតវ៉ាហើយយើងតវ៉ានីតិវិធីហ្នឹងត្រូវរងចាំ30ទៅ60ថ្ងៃនឹងឲ្យចប់ព្រោះអីភាគីប្តឹងគឺប្តឹងជំទាស់ហ្នឹងហើយតុលាការចាប់ពីហ្នឹងទៅត្រូវយករឿងហ្នឹងមកជំនុំជម្រះឡើងវិញតុលាការសាលាកំពូលហ្នឹងហើយវាមិនដឹងថាត្រូវការពេលប្រហែលឆ្នាំទៀតវាអាចយូរដែរនៅពេលដែលលោកកម្មសខាប្តឹងសារទុកវាអាចយូរក៏ប៉ុន្តែនីតិវិធីគឺគាត់មានជំរើសពីរប្តឹងសារទុកឬក៏បោះបង់សិទ្ធិប្តឹងសារទុកបានន័យថាមិនប្តឹងសារទុកបើគាត់មិនប្តឹងសារទុកមានរឿងពីរទៀតបានន័យថានីតិវិធីហ្នឹងគឺវានឹងចុះទៅសាលដីការបស់សាលាឧទ្ធរហ្នឹងខ្លាយទៅជាស្ថាពរគាត់មានទោសនៅពេលគាត់មានទោសបែបនេះទើបគាត់ខ្លាយទៅជាទណ្ឌិតហើយគេអាចលើកលែងទោសគាត់បានហើយព្រោះអីគាត់ទុកឲ្យសាលក្រមសាលដីកាសាលាធរនេះចូលជាស្ថាពរព្រមទទួលកំហុសឆ្គងទាំងអស់ថាគាត់ជាទណ្ឌិតខុសហើយលែងតវ៉ាពាក្យថាលែងតវ៉ាគឺបានន័យថាទទួលស្គាល់ថាគាត់ប្រព្រឹត្តកំហុសហើយបើគាត់ប្រព្រឹត្តកំហុសពេលដែលសាលក្រមសាលដីកាចូលជាស្ថាពរគឺព្រះមហាក្សត្រខ្មែរមានសិទ្ធិបរិយាទានទោសដោយមានសំណើពីនាយករដ្ឋមន្ត្រីអានេះគឺជានីតិវិធីផ្លូវច្បាប់គឺឲ្យចប់តាមដំណាក់កាលប៉ុន្តែដំណាក់កាលនេះអត់ទាន់ចប់ទេដោយសារអីគឺរឿងគាត់គឺចប់ត្រឹមថាថ្ងៃ30ខែមេសាដែលតុលាការសាលាឧទ្ធររកឃើញថាគាត់មានទោសដូចតម្កល់សាលក្រមពីសាលាដំបងថ្ងៃ3ខែ3ឆ្នាំ2023ដដែលហើយថែម5ឆ្នាំមិនឲ្យទៅស្រុកក្រៅអញ្ចឹងបានន័យថាតុលាការអត់ទាន់ចប់នីតិវិធីសាលាឧទ្ធរទេសាលាកំពូលទេនៅមួយថ្នាក់ទៀតក៏ប៉ុន្តែដោយសារលោកកម្មសខាពីថ្ងៃ30មកដល់ថ្ងៃនេះថ្ងៃ25គឺបើសិនជាតុលាការសាលាឧទ្ធរទុកពេលគាត់ឲ្យ30ថ្ងៃនៅក្នុងការប្តឹងសារទុកជំទាស់ទៅនឹងសាលដីការបស់សាលាឧទ្ធរគឺគាត់នៅសល់ពេលតែ5ថ្ងៃទៀតទេដើម្បីជូនដំណឹងទៅតុលាការថាគាត់ប្តឹងឬក៏មិនប្តឹងតែជាទីបំផុតគឺលោកកម្មសខាជ្រើសរើសមិនប្តឹងបានន័យថាម៉េចអញ្ចឹងបើគាត់មិនប្តឹងចប់អានីតិវិធី30ថ្ងៃនេះតោះចប់សិនតោះចុងខែឧសភានេះបានចប់អានីតិវិធីនៅក្នុងការដែលតុលាការសម្រេចថាសាលក្រមនេះសាលដីកានេះចូលជាស្ថាពរហើយគឺជនជាប់ចោទឬទណ្ឌិតមិនជំទាស់ទេគឺទទួលយកទោសតាមហ្នឹងអនុវត្តចឹងទៅនៅពេលនោះឯងដែលអារឿងថាលិខិតសុំលិខិតលើកលែងទោសឬក៏បរិយាក្រិតលើកលែងទោសអីហ្នឹងគឺធ្វើទៅវាសំទំនងព្រោះអីនីតិវិធីវាចប់អស់ហើយក៏ប៉ុន្តែហេតុអីបានជាលោកកម្មសខាគ្រាន់តែសរសេរសេចក្តីជូនដំណឹងទៅតុលាការថ្ងៃហ្នឹងប្រាប់ថាគាត់លះបង់ឬក៏មិនប្តឹងសារទុកទេហើយស្រាប់តែមានលិខិតលើកលែងទោសបរិយាលើកលែងទោសថ្ងៃជាមួយគ្នានឹងមកតែម្ដងនេះគឺជាការរៀបចំទុកមួយដើម្បីកុំឲ្យពជានីតិវិធីយូរពេករឿងនេះគឺជារឿងនយោបាយទេបងប្អូនមិនមែនជារឿងតុលាការទេបើរឿងតុលាការគឺតុលាការត្រូវរងចាំថាលោកកម្មសខាដាក់ពាក្យប្តឹងហើយដាក់ថាមិនប្តឹងហើយទុកឲ្យសាលដីកាសាលាធរនឹងចូលជាសាលដីកាស្ថាពរដោយស្វ័យប្រវត្តិចាប់30ថ្ងៃឬ60ថ្ងៃចាប់ឲ្យមិនបាច់តបមិនបាច់លោកកម្មសខាទៅប្រាប់ប្តឹងមិនប្តឹងទេតែយើងអត់ទៅជូនដំណឹងអត់អីគេគឺតាមនីតិវិធីតុលាការវាចូលជាសាលដីកាស្ថាពរដោយស្វ័យប្រវត្តិទេអញ្ចឹងលោកកម្មសខាហេតុអីចាំបាច់សរសេរលិខិតហ្នឹងទៅអីចំនួនសួរចាំវិញហេតុអីក៏ចាំបាច់សរសេរលិខិតបើគាត់អត់សរសេរលិខិតរឿងមួយតុលាការអត់មានលេសរដ្ឋាភិបាលអត់មានលេសព្រះមហាក្សត្រអត់មានលេសដើម្បីអាចនឹងឲ្យមានការលើកលែងទោសឲ្យលឿនព្រោះអីលោកយាយសៅង៉ែតពេលវេលារបស់គាត់ count down ហើយរាប់ថយក្រោយហើយបើយើងចាំ30ថ្ងៃទៀតចាំ60ថ្ងៃទៀតអញ្ចឹងវាចាំទៅហើយមិនមែន60ថ្ងៃហ្នឹងបើសិនជាគាត់អត់ដឹងតចាំអានីតិវិធីហ្នឹងរលត់ទៅដោយឯងហ្នឹងគឺដឹងប្រហែលថ្ងៃទៀតតើទាន់ដង្ហើមលោកយាយសៅង៉ែទេហ៎ចុះឥឡូវបើសិនជាលោកកម្មសខាថាទេខ្ញុំនៅតែជំទាស់សាលដីកានឹងដដែលព្រោះខ្ញុំអត់មានខុសអីផងខ្ញុំបានប្រាប់ថាអត់ខុសអីរហូតហេតុអីមកខ្ញុំទទួលទោសនៅពេលហ្នឹងហើយសុកចិត្តមិនប្តឹងបានថាបើមិនប្តឹងគឺទទួលទោសចាំបងប្អូនបើមិនប្តឹងស្មើនឹងទទួលកំហុសថាគាត់មានទោសប៉ុន្តែគាត់ជ្រើសរើសមិនប្តឹងបានន័យថាគាត់ទទួលយកថាគាត់មានទោសអញ្ចឹងអ្វីដែលគេកាត់ក្តីពីមុនមកថាគាត់សាបគប់សុំកលុំគ្នាជាមួយរដ្ឋបរទេសគឺត្រូវទាំងអស់គឺគាត់សារភាពដោយសារភាពថាគាត់ព្រមទទួលទោសទាំងអស់ហ្នឹងរឿងហ្នឹងគឺធ្វើឲ្យរដ្ឋាភិបាលរួចខ្លួនមួយថងថាចុះឥឡូវសម័យខ្លួនគេព្រមទទួលទោសហើយគេមិនទាំងប្តឹងជំទាស់សារទុកហ្នឹងដូច្នេះបានន័យថារដ្ឋាភិបាលធូរមួយគឺយ៉ាងហោចណាស់ក៏ប្រាប់ទៅសហគមន៍អន្តរជាតិថាណា
ការកាត់ក្តីពីមុនមកម្ល៉េះគណៈបកសង្គ្រោះជាតិឬចាប់លោកកម្មសខាដាក់គុក9ឆ្នាំនៅទីបំផុតលោកកម្មសខាទទួលស្គាល់កំហុសគាត់ទេណាហើយព្រមទាំងចឹងបានថាតុលាការគេធ្វើត្រូវគ្រប់រឿងហើយរំលាយគណៈបកសង្គ្រោះជាតិក៏ត្រូវធ្វើទុកបុកម្នេញគណៈបកប្រឆាំងក៏ត្រូវហើយអ្នកដែលជាប់ពាក់ព័ន្ធនឹងក្នុងការសុំគំនិតសំគំនិតរួមរដ្ឋាភិបាលគឺសុទ្ធតែត្រូវតាមការដែលរកឃើញរបស់តុលាការទាំងអស់ដោយសារតែលោកកម្មសខាព្រមទទួលកំហុសនេះរឿងនេះគ្រោះថ្នាក់មួយធំបំផុតទៀតសម្រាប់គេដំណើររបស់លោកកម្មសខាគាត់បាននៅក្រៅឃុំមែនបានជួបម្ដាយមែនណាប៉ុន្តែគាត់បានប្រព្រឹត្តរឿងមួយដែលធ្វើឲ្យជាតិសាសន៍នេះគឺចាត់ទុកថាលោកកម្មសខាជាប្រវត្តិសាស្ត្រគឺគាត់សុខចិត្តទទួលកំហុសដែលខ្លួនអត់ខុសតើអយុត្តិធម៌ប៉ុណ្ណាអញ្ចឹងប្រជានុរាស្ត្រផ្សេងៗទៀតដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិអស់សង្ឃឹមលលីងអស់សង្ឃឹមត្រង់ថាតើឯណាទៅយុត្តិធម៌នៅពេលដែលមេបកខ្លួនតំណាងឲ្យប្រជាពលរដ្ឋប្រហែល3លានដែលបោះឆ្នោតតែកណ្ដាលនគរនៅទីបំផុតគឺត្រូវព្រមទទួលយកតាមសាលដីការបស់សាលាធរដែលខ្លួនមិនទទួលស្គាល់សោះហើយទទួលយកកំហុសនេះដើម្បីឲ្យមានហេតុផលបានទទួលបរិយាទានទោសលើកលែងទោសនេះគឺជាយុគសម័យដ៏ខ្មៅ